មួយរយៈហ្នឹងគឺថាខ្ញុំអត់សូវបានធ្វើវីដេអូចេញម្ហូបទេដោយសារតែខ្ញុំធ្វើទៅអត់សូវមានអ្នកមើលហើយណាមួយវិញទៀតអត់សូវមានអ្នក like comment share ដល់ពេលអញ្ចឹងទៅខ្ញុំអស់កម្លាំងចិត្តក្នុងការធ្វើខ្ញុំចង់រនឹកថារធ្វើវីដេអូអីម្ដងអញ្ចឹងណាពុកម៉ែបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូអីគេជួយ comment នៅខាងក្រោមម្នាក់មួយផងព្រោះថាធ្វើវីដេអូធ្វើម្ហូបទៅយើងធ្វើដដែលទៅគេលោបងប្អូនធុញអីអញ្ចឹងណាថ្ងៃមុនហ្នឹងធ្វើម្ហូបសិតតែតំណងដែរប៉ុន្តែអត់បានថតអញ្ចឹងណាដោយសារតែខ្ញុំធ្វើវីដេអូធ្វើម្ហូបទៅអត់សូវមានអ្នកមើលអញ្ចឹងទៅអស់កម្លាំងចិត្តក្នុងការថតតែម្ហូបគឺមានធ្វើគ្រប់មុខប្លែកប៉ុន្តែអត់សូវបានថតហ្មងទេពេលអញ្ចឹងទៅក៏នឹកឃើញថាថ្ងៃនេះព្រឹកឡើងទៅរកទិញសាច់ជ្រូកមកបបរគ្រឿងសាច់ជ្រូកហូបទៅនឹកឃើញថាធ្វើម្ហូបឲ្យហើយទៅរាល់ដងធ្លាប់តែទិញគេហូបអញ្ចឹងណាតែថ្ងៃណានឹកឃើញថាចង់ធ្វើម្ហូបខ្លួនឯងញ៉ាំម្ដងនៅពេលថ្ងៃដែលធ្វើម្ហូបខ្លួនឯងញ៉ាំគឺបានថតវីដេអូផងមួយវិញទៀតទិញសាច់ជ្រូកមកនឹកឃើញថាធ្វើម្ហូបឲ្យហើយទៅក៏នឹកឃើញកន្លែងពូមួយគាត់មានលក់ផ្កាខាណានិយាយរួមទៅគឺបន្លែប្លុកអីគឺធម្មជាតិតែម្ដងណានឹកឃើញថាទៅរកទិញផ្កាខាណាគាត់យកមកឆាជាមួយសាច់ជ្រូកនឹងតែម្ដងទៅហើយដោយសារតែគ្រួសារខ្ញុំគាត់ចូលចិត្តហូបផ្កាខាណាហើយផ្កាខាណាហ្នឹងនិយាយរួមទៅផ្កាខាណាធម្មជាតិអញ្ចឹងគឺធូរថ្លៃមែនទែន1គីឡូតែ3000រៀលទេហើយខ្ញុំឆាជាមួយសាច់ជ្រូកខ្ញុំលាយពងទាមកគ្រាប់ទៀតណាហើយផ្ទះបាយខ្ញុំគឺថាមានរបស់ពិសេសទៀតជំនួយការពិសេសហ្មងណាបើនិយាយរួមទៅមាសមកសំពៅគឺខ្ញុំមកដូរដែរជំនួយការខ្ញុំនេះឬហើយបើទៅពីខ្ញុំបងប្អូនបានឆាសាច់ជ្រូកជាមួយពងទាហ្នឹងយើងបន្ថែម1 2ក៏បានដែរអានេះហៅថាឆាសាច់ជ្រូកជាមួយផ្កាខាណាអញ្ចឹងណារួចហើយយើងកូរទៅកូរមកដោយសារតែខ្ទះយើងរៀងទូចដែរហើយឆាជាមួយវែករៀងធំវាប៊ីសផ្កាប់ដែរបងប្អូនប៉ុន្តែនៅឃើញឆាជាមួយតាព្រាទៅស្រួលព្រោះអីរួមទៅផ្កាខាណាហ្នឹងទិញ1គីឡូមកបាន4តែខ្ញុំអត់ឆាទាំងអស់ទេខ្ញុំឆាតែ3ដុំទុកថ្ងៃក្រោយទៀតហើយនេះផ្កាខាណាមុននឹងខ្ញុំឆាគឺខ្ញុំស្រុះទឹកសិនណាបងប្អូនស្រុះទឹកឲ្យឆ្អិនល្មមមកដល់ពេលយើងឆាជាមួយសាច់ជ្រូកយើងអត់ប្រើពេលយូរទេយើងគេហៅថាមើលតែសាច់ជ្រូកភ្លក់មើលសាច់ជ្រូកឆ្អិនហើយរសជាតិឆ្ងាញ់ហើយសូមដាក់បន្លែនឹងឯងចូលមកហើយទៅកូរមកត្រឡប់មកឲ្យបន្លែចូលជាតិជាមួយនឹងសាច់ជ្រូកចូលជាតិជាមួយបន្លែនឹងមកហើយយើងភ្លក់មើលរសជាតិម្ដងទៀតក៏បានដែរអញ្ចឹងណាប៉ុណ្ណឹងគឺថារួចរាល់ហើយបន្លែវិញគឺថាយើងស្រុះរួចម្ដងហើយយើងមិនទុកយូរទេព្រោះអីបន្លែខាងណាហ្នឹងកាលណាតែឆ្អិនពេកក៏អត់សូវឆ្ងាញ់ដែរបងប្អូនយើងគេហៅថាទុកឲ្យរៀងឬច្រឹបអាហ្នឹងអូយឆ្ងាញ់ណាស់ហូបទៅគឺថាខ្ទិះហ៎កាលណានឹងឆ្ងាញ់វានិយាយរួមទៅយើងញ៉ាំអាហាររាល់ថ្ងៃហ្នឹងគឺត្រូវបន្ថែមជាតិបន្លែឲ្យបានច្រើនមួយរយៈហ្នឹងគឺថាទៅរកទិញបន្លែទិញអីគឺថាសួរអ្នកលក់ថាមកពីណាពីណីហើយរៀបរាប់វិញឆ្ងាយបងប្អូនឥឡូវឃើញថាឆាយើងគឺបានឆ្អិនហើយអញ្ចឹងខ្ញុំបានបន្ថែមជាមួយស្លឹកខ្ទឹមស្លឹកអីហ្នឹងបន្តិចមកវាហើយយើងកូរទៅកូរមកត្រឡប់ម្សៅទៀតឲ្យស្លឹកខ្ទឹមហ្នឹងល្វិតឆ្អិនអញ្ចឹងណាបើនិយាយពីសាច់ជ្រូកវិញយើងទិញយកសាច់ស្មាឆ្ងាញ់ល្អហើយវាផុយទៀតសាច់នឹងអត់ស្វិតទេផុយឆ្ងាញ់ហើយបងប្អូនមើលទៅលងតំណងខ្លាំងមែនទេណាមុខម្ហូបហ្នឹងខ្ញុំ